Hai ស្នេហ៍គ្នាខ្ញុំ SA ស្វាគមន៍មកកាន់សាច់រឿងថ្មីមួយទៀតហើយដោយរឿងនឹងផងដែរគឺខ្ញុំឲ្យឈ្មោះថាកុំចង់មើលឃើញខ្មោចដែលសាច់រឿងចង់ជាអំពីពួកប៊ូលីមួយក្រុមដែលបានប៊ូលីទៅលើបុរសម្នាក់ហើយពួកគេផងដែរគឺត្រូវបុរសម្នាក់នឹងសងសឹកទៅកាន់ពួកគេវិញបើសិនជាអ្នកគ្នាស្ដាប់សាច់រឿងបន្តទៅជាយ៉ាងណាតោះមកស្ដាប់ការសម្ដែងរបស់យើងទាំងអស់គ្នាសាច់រឿងដំបូងចាប់ផ្ដើមឡើងដោយយើងបានឃើញថាមនុស្សមួយក្រុមបានប៊ូលីទៅកាន់បុរសម្នាក់ដោយគ្រាន់តែគេនឹងមានសមត្ថភាពក្នុងការមើលឃើញខ្មោចតែប៉ុណ្ណោះក៏ត្រូវពួកគេប៊ូលីដែរបុរសដែលត្រូវគេប៊ូលីគឺមានឈ្មោះថាជុនហូហើយបុរសដែលបានប៊ូលីគេនោះហើយគឺមានឈ្មោះថាឌូជីនទោះបីជាក្រុមរបស់ឌូជីនខំប្រឹងវាយទៅកាន់ជុនហូយ៉ាងណាក៏ដោយក៏ប៉ុន្តែគេនៅតែអាងថាគេនឹងគឺអាចមើលឃើញខ្មោចបានពិតមែនបន្ទាប់មកក្រុមរបស់ឌូជីនក៏បាននិយាយថាបើសិនជាជុនហូនឹងគឺអាចមើលឃើញមែនតើក្នុងបន្ទប់ហ្នឹងគឺមានខ្មោចអត់ស៊ុនហូគេក៏បាននិយាយថាគឺមានវិញ្ញាណខ្មោចស្រីម្នាក់គឺនៅលើករបស់ឌូជីនគឺក៏បានភ័យសានស្លោផងដែរក៏ប៉ុន្តែបន្ទាប់ពីការភ័យសានស្លោក្រោយមកគេក៏បាននិយាយថាបើសិនជាស៊ុនហូហ្នឹងគឺអាចមើលឃើញខ្មោចបានមែនសូមឲ្យគេនឹងអាចធ្វើឲ្យពួកគេគឺអាចមើលខ្មោចបានទៅពួកគេជឿបន្ទាប់មកស៊ុនហូគេក៏បាននិយាយថាមិនមែនឲ្យតែអ្នកមើលឃើញខ្មោចគឺអាចធ្វើឲ្យអ្នកគ្រប់គ្នាអាចមើលឃើញខ្មោចបានទេគេត្រូវតែមានវិធីតាមក្បួនខ្នាតរបស់គេទៀតចឹងហើយជុនហូគេក៏បាននិយាយថាយើងឯងឆាប់ធ្វើវិធីទៅដើម្បីឲ្យពួកគេនឹងក្រុមនឹងគឺអាចមើលឃើញខ្មោចដូចជាជុនហូបានបន្ទាប់មកជុនហូគេក៏បានទៅយកបដាដើម្បីមកធ្វើវិធីឲ្យពួកគេនឹងគឺអាចមើលឃើញខ្មោចដូចជាខ្លួនដែរដែលក្រុមរបស់ឌូជីននឹងគឺកំពុងតែផឹកស្រាយ៉ាងសប្បាយដោយសារតែពួកគេនឹងគឺចង់ឃើញខ្មោចជាខ្លាំងក៏ប៉ុន្តែនៅក្នុងសេចក្តីប៉ុន្តែខ្ញុំឲ្យឈ្មោះថាកុំចង់មើលឃើញខ្មោចជាងហើយបន្ទាប់ពីការមើលឃើញខ្មោចរបស់ពួកគេមកគឺនឹងមានសេចក្តីអ្វីតោះមកតាមអ្នកនរគ្នាដោយបន្ទាប់ពីធ្វើវិធីហើយជុនហូគេក៏បានកាន់ស្រាមួយទៅទិនដើម្បីឲ្យក្រុមរបស់ឌូជីននឹងផឹកផងដែរដោយជុនហូគេបាននិយាយថាតើតែផឹកស្រាឲ្យមួយទៅទិននឹងទើបអាចពួកគេនឹងគឺអាចមើលឃើញខ្មោចហើយក្រុមរបស់ឌូជីននឹងក៏សារតែគេចង់មើលឃើញខ្មោចផងពួកគេក៏បានយកស្រាមួយទៅទិននឹងយកមកផឹកដើម្បីឲ្យពួកគេនឹងគឺអាចមើលឃើញខ្មោចតែបន្ទាប់ពីការផឹកហើយយើងបានឃើញថាពួកគេក៏បានមានការក្អួតជាខ្លាំងដោយជុនហូគេក៏បានសរសើរផងដែរម្នាក់ស្រីនេះផងដែរគឺមានឈ្មោះថាជីយ៉ងនាងក៏បានភ័យផងដែរដោយសារតែឃើញពួកគេនឹងប្រក៏បានស្លាប់អស់ទៅហើយតែនាងគឺមិនអីនោះទេដោយសារតែនាងនឹងគឺអត់បានផឹកនោះទេបន្ទាប់មកនាងក៏បានរត់ចោលអ្នកទាំង3បាត់ទៅបន្ទាប់ពីមកសន្ទុះក្រោយមកអ្នកទាំង3គឺបានដឹងខ្លួនឡើងដោយឌូជីនគឺមានជាការខឹងទៅកាន់ជុនហូជាខ្លាំងគេក៏បានដើរចេញមកក្រៅបំរុងនឹងទៅរកជុនហូក៏ប៉ុន្តែពួកគេទាំង3បានដើរមកដោយអាប៉ែម្នាក់នេះផងដែរគឺគេបានឃើញខ្មោចនៅឈរនៅមុខទ្វារតែម្ដងគេក៏រៀងឆ្លាតតិចផងដែរគឺធ្វើជាអត់ឃើញខ្មោចយ៉ាងណាក៏ប៉ុន្តែយើងបានឃើញថាខ្មោចនឹងគឺថាមានរូបរាងគួរឲ្យសោកស្អាតខ្លាំងមែនតើក៏លេចមកមើលអាប៉ែឌូជីនរបស់យើងវិញគេក៏បានរត់មកឃើញជុនហូគឺបាននៅជាមួយនឹងបុរសម្នាក់ដោយបុរសម្នាក់ផងដែរគឺមានមាឌខ្ពស់ខ្លាំងមែនតើហើយខ្ញុំក៏គឺអត់ដឹងថាឈ្មោះអាប៉ែនេះគឺអីផងដែរដោយសារតែវាគឺជាខ្មោចយើងហៅថាខ្មោចហ្មងទៅក៏លេចមកមើលបិទភ័ក្ររបស់អាប៉ែឌូជីនវិញក៏ត្រូវបានខ្មោចលងដែរឌូជីនក៏គេបានចេះតែរត់ទៅហើយយើងបានឃើញថាអាប៉ែជុនហូគឺសើចខ្លាំងមែនតើសប្បាយចិត្តដែលស្ទើរតែពួកវិញ្ញាណខ្មោចទាំងអស់ហ្នឹងគឺបានធ្វើបាបនៅក្រុមអាប៉ែឌូជីនដោយមិត្តភ័ក្តិរបស់អាប៉ែឌូជីនម្នាក់នេះគឺបានបាត់ភ្នែកបាត់ទៅហើយដោយអាប៉ែដែលធ្វើជាអត់ឃើញខ្មោចឥឡូវនេះគេក៏បានបញ្ចូលខ្មោចមួយទៀតបាត់ហើយដែលខ្មោចស្រីម្នាក់នោះផងដែរគឺជាខ្មោចសងកដោយអាប៉ែម្នាក់ហ្នឹងគឺគេចង់ធ្វើ style ដដែលដោយគេគឺធ្វើដូចជាអត់ឃើញខ្មោចនឹងអញ្ចឹងក៏ប៉ុន្តែលើកនឹងខ្មោចនេះគឺមិនធម្មតានោះទេដោយសារតែអាប៉ែហ្នឹងគឺខំធ្វើជាអត់ឃើញទៅហើយក៏ប៉ុន្តែដោយសារតែគេដើរផុតបន្តិចខ្មោចហ្នឹងគឺបានយកខ្សែមកចាប់អាប៉ែហ្នឹងទៅជាមួយតែម្ដងសងតាណាអាប៉ែឌូជីនរបស់យើងគឺខំប្រឹងរត់ខ្លាំងមែនតើក៏ប៉ុន្តែបាទអាប៉ែខ្មោចមានធំហ្នឹងគឺដេញតាមវារហូតតែចុងក្រោយឌូជីនគេក៏បានរត់មកដល់បន្ទប់ដែលពួកគេនឹងគឺបានផឹកនោះឯងដោយឌូជីនក៏គេបានដឹងផងដែរដោយសារតែគេក៏បានឃើញសាកសពពួកគេបានស្លាប់បាត់ទៅហើយដោយសារតែនៅក្នុងស្រាដែលអាប៉ែជុនហូយកឲ្យគេផឹកនឹងគឺថានៅក្នុងហ្នឹងគឺមានថ្នាំពុលដែលអាប៉ែជុនហូគឺបានដាក់ចូលឲ្យដើម្បីបំពុលក្រុមរបស់ឌូជីនអញ្ចឹងណាបន្តមកសេរីរឿងក៏បាននិយាយដល់ថាបើសិនជាយើងចង់មើលឃើញខ្មោចយើងគ្រាន់តែស្លាប់ទៅគឺយើងអាចមើលឃើញខ្មោចបានតែតែខ្មោចគឺឃើញអាចឃើញខ្មោចគ្នាវាអញ្ចឹងសេចក្តីគឺ